បាទសួស្តីពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទមានទូអង្គវត្ថុស័ក្តិសិទ្ធិសម្រាប់ចែកម្លែកជូនដល់ពុកម៉ែបងប្អូនបាទទូអង្គខ្នាយកាច់នេះប្រវត្តិលោកបាននៅភ្នំពពកវិលពុកម៉ែបងប្អូនណាបាននៅភ្នំពពកវិលបាទនៅជាមួយអ្នកមីង18ឆ្នាំមកនៅជាមួយខ្ញុំ2ឆ្នាំបាទ20ឆ្នាំហើយបងប្អូនអាយុកាលលោកស្អាតណាបងប្អូនអត់មានប្រេះស្រាំអីទេនេះជាកាច់ស៊ីនកាច់ពិតប្រកបបាទបាននៅក្បែរច្រាបបងប្អូនណានៅភ្នំពពកវិលបាទស្អាតណាបងប្អូនបាទ7ហ៊ុនពេញខ្នាយកាច់នេះបងប្អូនណាបាទលេខ1បាទប្រវត្តិដើរកាត់ចំការមីនកាត់តំបន់ហាមឃាត់តែធ្វើម៉េចដើម្បីជីវភាពពុកម៉ែបងប្អូនណាបាទដើរដកផ្សិតដើររកការថ្មបាទគឺគាត់ទុកចិត្តគាត់មានវត្ថុស័ក្តិសិទ្ធិខ្នាយកាច់នេះហើយខ្ញុំក៏ដឹងតាមអ្នកស្រុកអ្នកភូមិល្បីតគ្នាក៏បានដឹងដល់ខ្ញុំក៏ខ្ញុំទៅសុំចែកជាវមកអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនស្រឡាញ់អាចលេខលោកបានបច្ច័យ4ទុនបងប្អូនណាមុនចូលឆ្នាំភ្នំពពកវិលស្ថិតក្នុងខេត្តបៃលិនបងប្អូនណាបាទហើយអង្គខ្នាយទុំជ្រុះនេះទឹកដីភ្នំកវាញពុកម៉ែមកទឹកដីភ្នំកវាញសាច់ក្រាស់ស្អាតណាបងប្អូនសាច់ក្រាស់ស្អាតណាអញ្ចឹងបងប្អូនស្រឡាញ់ចង់បានរបស់ខ្មែរបាទមុនចូលឆ្នាំខ្ញុំដាក់បច្ច័យទុនជូនពុកម៉ែបងប្អូនស្រឡាញ់អាចតាក់ទងបានចប់វីដេអូខ្ញុំបានដាក់លេខ Telegram លើ Channel YouTube របស់ខ្ញុំបាទរមីចែតាន់ខៃតាន់ស្រុកល្វែងខេត្តពោធិ៍សាត់បងប្អូនណាបាទ TikTok ម៉ាប់វាលវែងនិងបាទរមីចែតាន់ Facebook ម៉ាប់វាលវែងបងប្អូនណាបងប្អូនស្រឡាញ់អាចលេខលោកបានរបស់ខ្មែរយើងវាមានគុណភាពបាទដឹងប្រវត្តិដឹងទីតាំងច្បាស់លាស់យើងចំណាយវិច័យទៅវាកក់ក្ដៅបងប្អូនណាបាទខ្នាយខ្ញុំមានទីតាំងមានប្រភពច្បាស់លាស់អត់មានយកខ្នាយវៀតណាមខ្នាយឡាវមកថាខ្នាយខ្មែរទេបងប្អូនណាចែកម្លែកដល់មានការទទួលខុសត្រូវចែកម្លែកដល់មានភាពត្រជាក់និងសេចក្តីថ្លៃថ្នូរអត់រកស៊ីបោកប្រាស់បាទមិនបានលុយកក់លុយឲ្យប្លុកបងប្អូនទេអត់ទេបងប្អូនណាបាទមកដល់ផ្ទះក៏បានយកឲ្យដល់កន្លែងក៏បានឲ្យតែត្រូវថ្លៃគ្នាចេញលុយសាំងឲ្យយកឲ្យដល់ផ្ទះអញ្ចឹងណាបងប្អូនធានាបងប្អូនស្រឡាញ់អាចតាក់ទងបានបាទធម្មតារបស់ខ្មែរពិបាករកណាបងប្អូនអើយផែននេះឲ្យធ្ងន់ណាបងប្អូនណាមានជាតិបាទកាលនោះមានញៀនមានជាតិណាហើយបើនិយាយដាស់ប្រសិទ្ធិចម្រើនរាប់រយដងហើយចឹងណាបងប្អូនបាទខ្ញុំដាស់ព្រឹកល្ងាចយ៉ាងនេះគេហៅថាភាសាខ្មែរថាគុំសមអាយុបងប្អូនណាតែមកធៀបពិតលោករបស់ខ្មែរយើងវត្ថុស័ក្តិសិទ្ធិរបស់ខ្មែរយើងគឺបកកែតាំងពីកំណើតដើមមកលោកមកចឹងណាបងប្អូនចឹងបងប្អូនស្រឡាញ់អាចទៅចែកបានបច្ច័យ4មុនចូលឆ្នាំយកទាំងពីរតម្លៃពិសេសបច្ច័យពិសេសបងប្អូនណាជូនបងប្អូនឬដល់ណាផ្ញើចិត្តនឹកដល់នឹងបងប្អូនណាស្រឡាញ់តាក់ទងបានខ្នាយខ្មែរផែននេះក្រគេហៅរបស់ក្រឲ្យបងប្អូនណាមិនសបោដូចមុនទេបាទចំនួន10ឆ្នាំ20ឆ្នាំមុនសបោបាទឥឡូវនេះមនុស្សក៏កាន់តែខ្សត់របស់បងណាហើយអ្នកដើររកក៏ច្រើនអញ្ចឹងណាបងប្អូនដល់ខែសម្រងគឺតកែវៀតណាមគេដើរទិញដូចបងប្អូនដូចតែខ្ញុំដែរអញ្ចឹងណាជាងគេមានលុយគេយកចង់អស់ឲ្យបងប្អូនអើយរបស់ខ្មែរយើងហើយខ្ញុំមិនសូវមានបច្ច័យទេបងប្អូនជាថាតដហក់លិចហក់កើតអញ្ចឹងណាបងប្អូនណាខែសម្រងខែផ្សិតប៉ក់បាទតកែវៀតណាមទទួលទិញបាទទាំងផ្សិតប៉ក់ទាំងវត្ថុស័ក្តិសិទ្ធិជាងគេយករបស់យើងទៅចង់អស់ហើយខ្ញុំក៏លីលោកបានខ្លះយកមកទុករូបថែអញ្ចឹងបងប្អូនខ្លាចបាត់បង់អ្វីដែលជារបស់ខ្មែរហើយខ្មែរយើងម្នាក់ប្រឹងតែយកខ្នាយវៀតណាមខ្នាយឡាវយកមកកុហកបងប្អូនណាខ្នាយខ្មែរបងប្អូនខ្លះក៏ជឿអស់ខោអស់អាវអស់ដីអស់ធ្លីអញ្ចឹងបងប្អូនណាបាទរបស់ខ្ញុំគឺមានការទទួលខុសត្រូវច្បាស់លាស់បាទមិនមែនថាជីវឲ្យទៅរួចតែខ្លួនទេបងប្អូនណាគឺយើងចែកម្លែកដល់មានការទទួលខុសត្រូវអញ្ចឹងបងប្អូនពិចារណាដល់អស់គ្នាខ្ញុំចែកម្លែករបស់ខ្មែរទេបងប្អូនឆែកមើល account YouTube បាទនិង account TikTok និង Facebook មើល account ខ្ញុំដឹងហើយបាទរបស់ក្រៅស្រុកតែមួយក៏អត់មានទេខ្ញុំថាឡើយ2 3ដូចគេអត់ទេអត់ចាំឆាយទេបងណាបាទมันមានរបស់ខ្មែរសុខចិត្តអត់ចែកម្លែកបាទអត់ផុសឲ្យបងប្អូនបាទឲ្យខូចយីហោរបស់ខ្ញុំទេបងណាអត់ចាប់ឆាយទេសុខចិត្តរកបានប្រហែលហូបប៉ុណ្ណឹងទៅតាមកម្លាំងបុណ្យកម្លាំងកម្មបងប្អូនណាអញ្ចឹងបងប្អូនស្រឡាញ់អាចតាក់ទងបានចង់បញ្ជាក់ថារបស់ខ្មែរវាមានគុណភាពវាមានទីតាំងវាមានច្បាស់ប្រភពច្បាស់លាស់បងប្អូនណាតម្លៃក៏វាថ្លៃជាងក្រៅស្រុកវាអាចខុសតម្លៃ1 2 3តម្លៃគុណ2គុណ3អញ្ចឹងណាបងប្អូនតែវាទុកចិត្តជាងរបស់ក្រៅស្រុកបាទអាចសាកគ្នាបានអញ្ចឹងណាបងប្អូនបាទមានអង្គខ្លះក៏តម្លៃមួយល្មមអង្គខ្លះក៏តម្លៃវាថ្លៃទៅតាមប្រវត្តិរបស់លោកទៅតាមទូអង្គវត្ថុស័ក្តិសិទ្ធិផ្សេងគ្នាតាមតំបន់មួយអញ្ចឹងណាបងប្អូនតាមអាយុកាលរបស់លោកអញ្ចឹងបងប្អូនស្រឡាញ់អាចតាក់ទងបានសូមមានលៀបមានជ័យបងប្អូនណាឬដល់ណាផ្ញើចិត្តនឹកដល់ហ្នឹងរបស់ខ្មែរមានជាតិមានទំនុកចិត្តនិងមានម្ចាស់ទឹកម្ចាស់ដីលោកដឹងឮអញ្ចឹងណាបងប្អូនបាទឲ្យដាស់ចម្រើនក៏វាបានរាប់រយសិបដងទៅហើយទោះបីយើងអត់ដាស់ក៏បកកែស្រាប់ដែរបងប្អូនណាគាត់ថាយើងដាស់រងាប់ដើម្បីសុំសេចក្តីសុខឲ្យលោកស្គាល់ម្ចាស់ស្គាល់
អ្នកថែរក្សាឲ្យពិតប្រាកដអញ្ចឹងណាបងប្អូនបាទសូមអរគុណច្រើនលឺដល់ណាផ្ញើចិត្តនឹកដល់ហ្នឹងបងប្អូនណាបាទខ្ញុំបាទចែកលេខរបស់ខ្មែរទេបងប្អូនអាចតាក់ទងបានខុសត្រូវបច្ច័យយើងទៅចែកគ្នាបងប្អូនណាបច្ច័យ4អរគុណច្រើនបងប្អូនបាទ